អ្នកខ្លះយល់ច្រឡំថាមួយថ្ងៃត្រូវញ៉ាំទឹកឲ្យបាន2លីត្រហើយក្នុងពេលមួយផ្លែតហ្នឹងញ៉ាំទឹកអស់3-4កែវដូចជល់ស្រាបៀរអញ្ចឹងកុំយល់ច្រឡំទៀតបាទដូចធ្វើបាបតម្រងនោមយើងចឹងហើយការញ៉ាំទឹកឲ្យបានត្រឹមត្រូវគឺគេញ៉ាំទឹកម្ដងបន្តិចហើយញ៉ាំទឹកជាញឹកញាប់នៅពេលដែលរាងកាយរបស់យើងប្រាប់យើងថាស្រេកទឹកហើយនោះមានន័យថារាងកាយរបស់យើងចាប់ផ្ដើមស្ងួតក្រៀមក្រោកដូចដីខែប្រាំងបាត់ទៅហើយអញ្ចឹងតិចនិចងាយទី1ព្រឹកឡើងក្រោកមកត្រូវញ៉ាំទឹកមួយកែវទៅវាទៅជួយដាស់ប្រព័ន្ធរាងកាយរបស់យើងមិនមែនព្រឹកឡើងក្រោកមកទាញទូរស័ព្ទអស់ Facebook ឯណាទី2មុនញ៉ាំបាយយើងត្រូវញ៉ាំទឹកមួយកែវព្រោះវាទៅជួយសម្រួលក្នុងការទៅរំលាយអាហារនៅក្នុងកាពះរបស់យើងហ្នឹងហើយសម្រាប់អ្នកដែលចង់ស្រក់គីឡូបាទញ៉ាំទឹកមុនញ៉ាំបាយហ្នឹងឲ្យបានច្រើនទៅអញ្ចឹងយើងញ៉ាំបាយអត់សូវបានច្រើននេះហើយងាយនឹងស្រក់គីឡូទៀតទី3ចុងក្រោយហើយបើនោមមកពណ៌លឿងដូចផ្លែក្រូចបាទកុំភ្លេចរត់ទៅរកទឹកហើយញ៉ាំឲ្យបានច្រើនទៅហើយបើពណ៌ដូចទឹកសុទ្ធយើងវិញមានន័យថាយើងញ៉ាំទឹកបានគ្រប់គ្រាន់ហើយ